ក្រុមការងារដែលចុះពី4កន្លាងតំណាងជួបមុខ4កន្លាងហើយសូមគោរពស្រីយុវតាយាដែលតំណាងការិយាល័យអប់រំវិទ្យាកីឡាសម្ព័ន្ធហើយបងបញ្ញាដីតាជាគ្រូបង្រៀនដែលស្ដាប់ដើរជាមួយគ្នាពេញអេស្ថាសាលាច្រើនវេទចង់ឌីជាមួយខ្ញុំមួយហើយជួបមុខឲ្យលោកជួបសម្រាប់ទាំងពួនខ្ញុំសូមគឺការកោតសរសើរអស់ពីពោះពីបេះដូងថាសាលានេះគាត់តែខ្ញុំចាក់ចុះមកជួបដល់ប្រោសជាតិក្នុងចិត្តខ្ញុំរីករាយមួយខ្ញុំស្ទើរឃើញបាក់ខាងយ៉ាងតែក្រៅគួរកោតសរសើរហើយចំពោះការរៀបចំអាហារពេលព្រឹកគឺការរៀបបានសមរម្យហើយមានអនាម័យហើយខ្ញុំសង្កេតឃើញពពកសពថចូលរួមសហការណាជាមួយនឹងគ្រូចឹងមានន័យថាសហគមន៍នេះមានការចូលរួមក្នុងស្តង់ដារទី4ហើយទី3ស្តង់ដារទី3ការចូលរួមរបស់សហគមន៍នេះច្រើនជាងសាលាខ្ញុំនិយាយពីខ្លួនឯងសាលាខ្ញុំថាគុំដំបូងអាច70នាក់ទៀតដល់លើកទី30ទៀតទី3ទៀតអត់នឹងថានេះខ្ញុំសូមសរសើរអត់សារហើយចំពោះការចុះសង្កេតពីការគ្រូចូលថ្នាក់ណាក៏គ្រូចូលថ្នាក់គឺបានអស់ហើយសូមជាពិសេសលោកសូមកត់សរសើរក្នុងវិទ្យាការមានតែអ្នកគាត់ការងារគ្រប់យ៉ាងគាត់ទៅបានអស់ហើយគាត់ក៏មានសមត្ថភាពមួយពេញលេញខាងផ្នែកវិច័យវិទ្យានេះគាត់សំរុំគាត់សរសើរខ្ញុំអត់បានដល់គាត់ទេខ្ញុំជួយចេះបកហើយក្នុងដំណើរការបត់បង្ហាញលោកគាត់បង្ហាញបានត្រឹមត្រូវហើយខ្ញុំក៏បានយល់ដឹងពីគាត់បានច្រើនសុចនាករសម្រាប់យកអាអរនេះទៅអនុវត្តនៅសាលារបស់ខ្ញុំដែលខ្ញុំ